ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឃើញមានមួកមានអាកក្អមអីបងប្អូនតិចច្រឡំថាខ្ញុំនៅកូរ៉េអត់ទេបងប្អូនខ្ញុំនៅស្រុកខ្មែរហ្នឹងពងឆ្នាំងបងប្អូនពងឆ្នាំងយើងហ្នឹងហើយឥឡូវរៀងស្អាតបាតចង់ថាតាំងពីខ្លាយជាតារាមកណែមើលស្បែកមុខគេបងប្អូនណែរៀងលើងណាឃើញស្បែកមុខគេរៀងលើងហើយណៃថាតារាអត់ស្អាតទេគេថាតារាស្អាតចឹងហីណាគេឲ្យតារាមុខជាប់ចឹងគេធ្វើឃើញមើលលើងបងប្អូនលើងមើលតែភាពជាក់ស្ដែងបងប្អូនខ្មៅអុចបដាឥឡូវល្បីខ្ញុំដល់ហើយដល់ម៉ែខ្ញុំឥឡូវគេទៅសួរម៉ែខ្ញុំថាអញឃើញកូនហែងល្បីណាជាភាសាវីដេអូផុសមួយថ្ងៃមុនតាក់តងទៅនឹងចាយលុយត្បិតត្បៀតហ្នឹងហ្មងហើយម៉ែខ្ញុំបងប្អូននេះគាត់អត់ដឹងទេមិនដឹងគេនិយាយថាម៉េចទេគាត់ស្ដាប់គេអត់លឺខ្ញុំលឺតែសើចហាមួយគេហ្នឹងដឹងគាត់ដឹងអត់ថាកូនគាត់ល្បីហ្នឹង